បងប្អូនចំពោះវីដេអូនេះខ្ញុំចង់ធ្វើដូចថាបន្ទាប់ពីវីដេអូម្សិលមិញនេះខ្ញុំចែករំលែកបងប្អូនម្សិលមិញខ្ញុំចែករំលែកបងប្អូននិយាយពីរឿងប្រវត្តិមិត្តភក្តិខ្ញុំដែលថាដែលមានប៉ូលីស IS audit គាត់ហ្នឹងហើយហើយខ្ញុំក៏អត់នឹកស្មានថាបងប្អូនមាន reaction ច្រើនមាន message មកសួរខ្ញុំច្រើនអញ្ចឹងខ្ញុំសូមធ្វើវីដេអូថ្មីមួយទៀតនៅក្នុងការបញ្យល់ពីរបៀបបែបបទនៅក្នុងការដែលយើងធ្វើ passport បងប្អូនចំពោះការធ្វើយើងធ្វើ passport វាមានពីរទី1គេហៅ passport book ហើយទី1 passport card នេះបងប្អូនណាហ្នឹងហើយអញ្ចឹងយើងមានពីរហើយ process ដែលគេធ្វើនោះបងប្អូនចូលទៅក្នុង website បងប្អូនពេញform ដែលគេដាក់នៅក្នុង website នោះយើង print ចេញមកយើងពេញឬមួយក៏យើងពេញហើយយើង print ចេញមក and then ក៏គេ instruction យើងថាឲ្យទិញ check ប្រមាណហើយនឹងធ្វើរូបថតអីគេ instruction យើងទាំងអស់ហើយចំពោះកន្លែងបងប្អូន Google ទៅកន្លែងគេហៅថាភាគច្រើនគេហៅកន្លែង court house តែក៏ប៉ុន្តែគេមាន office គេហៅទៅ US Post Office នឹងឯងបងប្អូនជ្រើសរើសទៅកន្លែងណាបងប្អូនទៅក៏បានដែរចំពោះ application fee បើបងប្អូនយកមួយគឺ passport book មួយ130ហើយនឹង passport card 30ហើយនឹងតម្លៃទាំងពីរគឺ160ណាបងប្អូនណាហ្នឹងហើយទៅតាមជំរើសយើងរើសហើយម្សិលមិញនេះគឺខ្ញុំនិយាយពី passport card គឺខ្ញុំរើសយកទាំងពីរខ្ញុំយកគឺខ្ញុំ pay 160សូមអរគុណចំពោះ comment ទាំងពីរនាក់ដែលគាត់ដូចថាបញ្យល់ខ្ញុំប្រាប់ថាឲ្យបញ្យល់គាត់ប្រាប់ថាយើងអាចយកបានទាំងពីរចាខ្ញុំសូមអរគុណបងប្អូនជួយ share ទាំងអស់គ្នាដើម្បីជាចំណេះដឹងសម្រាប់ community